សួស្តីអ្នកនរគ្នានេះគឺជារឿង Jack Sparrow ភាគទី4សាច់រឿងនេះដូចរឿងឆ្កុយតិចហើយដូចជាអត់មានពាក់ព័ន្ធជាមួយនឹងភាគទី1ភាគទី2និងភាគទី3ទេរឿងនេះនិយាយអំពីតួអង្គម្នាក់មានឈ្មោះថា Blackbeard គាត់ត្រូវបានទំនាយមួយទាយថាគាត់នឹងត្រូវស្លាប់ដោយសារបរិសម្នាក់មានជើងតែម្ខាងទេទំនាយមួយនេះវាឈុតខ្លាំងមែនទែនអញ្ចឹងធ្វើឲ្យគាត់មានការភ័យបារម្ភជាខ្លាំងក៏បានចាប់បង្ខំ Jack Sparrow ឲ្យធ្វើដំណើរជាមួយគាត់ដើម្បីស្វែងរកទីកន្លែងមួយដែលវាមានឈ្មោះថា Fountain of Youth វាគឺជាកន្លែងមួយដ៏ស័ក្តិសិទ្ធិដែលមានសមត្ថភាពអាចផ្ទេរជីវិតមនុស្សម្នាក់ឲ្យទៅមនុស្សម្នាក់ទៀតឬក៏អាចជួយឲ្យមនុស្សនឹងមានជីវិតអមតៈបានដោយគ្រាន់តែយកកែវមកគូស្រង់ទឹកនៅទីនោះម្ខាងមានទឹកភ្នែករបស់ទេពមច្ឆាម្ខាងទៀតអត់មានហើយឲ្យពីរអ្នកនឹងផឹកទៅបើសិនជាម្នាក់ណាផឹកខាងកែវមានទឹកភ្នែករបស់ទេពមច្ឆាគាត់អាចនឹងមានជីវិតអមតៈឬក៏យកជីវិតម្នាក់ទៀតមកជំនួសជីវិតរបស់គាត់បានអញ្ចឹងសកេតធំនេះបានហើយចង់ដឹងសាច់រឿងយ៉ាងណាតាមដានជាមួយ admin ដល់ចប់មុនចូលដល់សាច់រឿង admin សូមទោសផងបើសិនជាហៅឈ្មោះតួអង្គខុសឬក៏ច្រឡំឬក៏និយាយខុសឈុតឆាកសាច់រឿងណាមួយសូមអធិស្ឋានផងអ្នកនរគ្នាសម្រាប់ការគ្រប់គ្រងការសម្លាយវីដេអូរបស់ admin ទោះបីជាវាតិចឬច្រើនប៉ុន្តែវាមានន័យណាសម្រាប់ admin ដែលនេះវាបានបញ្ជាក់ពីការឆ្លាញ់ពីអ្នកនរគ្នាចំពោះ admin ហើយក៏ជាកម្លាំងចិត្តធំដែរនៅដើមសាច់រឿងមានអ្នកនេសាទ2នាក់កំពុងតែនេសាទស្ទូយកត្រីប៉ុន្តែលើកមកបានមនុស្សម្នាក់នៅក្នុងនោះប៉ុន្តែគាត់មិនទាន់ស្លាប់ទេដែលនៅក្នុងដៃរបស់គាត់នឹងមានសភៅកំណត់ហេតុរបស់បរិសម្នាក់មានឈ្មោះថា Pons the Lion ដែលសភៅមួយនេះវាមានតួនាទីសំខាន់ខ្លាំងអញ្ចឹងអត់ចាំយូរទេចាប់បញ្ជូនយកទៅឲ្យស្ដេចភ្លាមនៅទីក្រុង Cadiz ប្រទេសអេស្ប៉ាញពីរនាក់នឹងបានរៀបរាប់ទៅស្ដេចម្ដងនឹងថាសភៅកំណត់ហេតុរបស់បរិសម្នាក់នេះមានអាយុកាល200ឆ្នាំហើយដែលគាត់គឺជា Captain ជនជាតិអេស្ប៉ាញនៃនាវាមួយមានឈ្មោះថា Santiago កាលពី200ឆ្នាំមុននឹងគាត់ជាមួយនឹងនាវានឹងធ្វើដំណើរទៅរកទីកន្លែងមួយដែលត្រូវបានគេហៅថា Fountain of the Youthវាគឺជាទីកន្លែងមួយដែលមានសមត្ថភាពអាចផ្ទេរជីវិតមនុស្សម្នាក់ទៅឲ្យមនុស្សម្នាក់ទៀតបានតាមរយៈការផឹកទឹកកែវទាំងគូក្រោយមកមិនដឹងថាមានបញ្ហាអីតែកប៉ាល់នឹងវាជួបគ្រោះថ្នាក់ជាប់គាំងនឹងកន្លែងហ្នឹងទៅនៅ London ប្រទេសអង់គ្លេសនេះវិញពួកគេចាប់បានចោលសមុទ្រប្រមាណអ្នកម្នាក់ហ្នឹងគាត់កំពុងតែប្រកាសអំពាវនាវថាសម្រាប់គេចោលទៅព្យួរកទៅពួកនេះស្អប់ចោលសមុទ្រខ្លាំងមែនទែនឲ្យតែដឹងអត់លើកលែងឲ្យទេម្នាក់ដែលប្រជាជនអង់គ្លេសផ្សេងវាយចង់ឲ្យព្យួរកហ្នឹងគឺជា gift មិត្តភ័ក្តិរបស់ Jack យកឡើងមកតុលាការកំពុងកាត់ក្តីថាប្រងព្យួរកឬក៏យ៉ាងណាយ៉ាងណីណាប៉ុន្តែតុលាការដែលកាត់ក្តីនេះគឺជាចេញគាត់កាត់ទោសឲ្យនេះតេសគីបនឹងចេញពីទីក្រុង London ទៅប្រជាជនទូទាំងក្រុងនៅកន្លែងហ្នឹងគេមិនស្វែងចិត្តនឹងការកាត់ក្តីនេះទេព្រោះសារទីមទាចង់ឲ្យស្លាប់គីបចោលនៅតុលាការពិតប្រាកដដេកប្រកាច់ផ្កិននៅចេះគាត់ចាប់ចងដៃចងជើងបន្លំខ្លួនកាត់ក្តីហើយហ្នឹងឡើងអតេសអ្នកទោសទៅជាមួយគ្នាបដ ாய் កំពុងជាអតេសហ្នឹងគេក៏និយាយថាឲ្យគេដឹកទៅមិនដឹងទៅដល់ណាដល់ណីទេពួកយើងប្រកាសជាជាប់គុកទាំងអស់គ្នាជាមិនខានក៏ប៉ុន្តែចេះគាត់និយាយថាកំភៃអីអាមួយនឹងខាងក្រៅបអតេសហ្នឹងសិតតែគ្នាគាត់ទេគាត់ឲ្យលុយហើយគាត់ថារយៈពេល10នាទីទៅប៉ុណ្ណោះពួកយើងនឹងចេញផុតពីទីក្រុង London ហើយចាំពួកយើងនាំគ្នាទៅកប៉ាល់ទាំងអស់គ្នាចេះគាត់និយាយថាគាត់មកដល់ទីក្រុង London ហ្នឹងទើបតែប្រហែលផឹកម្សិលមិញទេហើយឮគេថាចាប់បានចោលសមុទ្របានមកយកព្យួរកហ្នឹងអញ្ចឹងគាត់ក៏ប្រឡំខ្លួនដើម្បីជួយគីបទៅបន្ទាប់ពីហ្នឹងទៅ Gib គាត់និយាយពីកប៉ាល់ Black Pearl ចេះមួយចេះពីរអញ្ចឹងណាហើយម្យ៉ាងទៀតចំណុចសំខាន់បំផុតហ្នឹងគឺឮថា Jack Sparrow ហ្នឹងគាត់កំពុងតែអំពាវនាវកូនចៅឲ្យឡើងទៅលើនាវាជាមួយនឹងគាត់ហើយសួរថា Jack Sparrow មានបានធ្វើអញ្ចឹងមែនដែរអត់គាត់តែអត់ដឹងអីផងមានបានអំពាវនាវកូនចៅណាគ្មានលុយមួយរៀលហើយក៏សួរបញ្ជាក់ថាមាន Jack Sparrow ម្នាក់ទៀតមែនក៏អីបន្ទាប់ពីហ្នឹងទៅ Gib គាត់សួរនាំពីការ Fountain of the Youth អីចេះមួយចេះពីរណាទាញផែនទីមកប៉ុន្តែចឹងហ្នឹងក៏អត់ឲ្យមើលគាត់ថាការតទីកន្លែងហ្នឹងគាត់មិនសូវចង់ប្រហែលទេប៉ុន្តែក៏ចង់ដឹងថាកន្លែងហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចចង់ភ្លក់រក់ជាទឹកហ្នឹងណាគាត់តែសេះជប់ភ្លាមខំតអតដល់មកសមុទ្រឯងមានណាអាអ្នកបរតែសេះហ្នឹងវាធ្វើស៊ីយកលុយពីពួកហ្នឹងមកតង់ទៀតចាប់អូកកយកមកជួបស្ដេចនៅក្នុងវាំងនេះស្រួលទេបានគេគ្រាស្មាឆ្វេងស្ដាំអញ្ចឹងជឿដើរអូសទៅតែហ្មងទៅម្ដងនេះដាក់ខ្នោះដៃខ្នោះជើងជាប់ហើយក៏ពងរងចាំស្ដេចមកហ្នឹងភ្នែកនឹងកលេបកលាប់មើលឆ្វេងមើលស្ដាំមើលលើមើលក្រោមសឡឹងរហើយទុកផ្លូវរត់មើលឆ្វេងមើលស្ដាំឲ្យឃើញលើតុកនោះដូចមានរបស់ស៊ីច្រើនណាស់វិញមើលឃ្លានអាខិតអីរហយកស៊ីម៉ាត់ពីមើលរៀបយកនំនឹងបានស៊ីហីស្រាប់ពួកនោះនាំគ្នាចូលមកក្ដុងអត់លឹតដដែលស្លាយម្ដងនេះចូលម្ដងសួរថាស្គាល់គាត់អត់ពនាមអីណាណីចឹងណាពីអាកូនចៅនេះរៀបរាប់អូបែកអូហូផុកព័ត៌មានថា Captain Jack Sparrow នឹងកំពុងទៅហៅកូនចៅទៅលើនាវាហ្នឹងណាក៏បានដឹងដល់ស្ដេចហ្នឹងណាក៏កំពុងសួរនាំក៏ប៉ុន្តែចេះគាត់ថាមិនមែនទេមិនខ្លួនគាត់ផងមិនដឹង Jack Sparrow ណាមិនដែលស្គាល់ទេគាត់នឹងទើបជា Jack Sparrow ពិតប្រាកដនិយាយយូរទៅស្ដាយនឹងថាអាកូនចៅឯងចាប់ Jack Sparrow ខ្លាញ់មកទេអីមើលតរមួយទៀតមើលចេះគាត់ថាគាត់ Jack Sparrow ហ្នឹងហើយអូយណាទៀតហើយស្ដាច់ហ្នឹងគាត់ថាបើ Jack Sparrow មកឥឡូវផែនទីណាបហាញមើលដំបងហ្មងបហាញមើលគាត់ថាអូមិនមែនទេគាត់អត់មានផែនទីនឹងខ្លួនផងចេះកំពុងនិយាយដៃនៅស្គៀមកលោះចុះកលោះឡើងអាច្បាក់ហ្នឹងអង់ខ្លាំងមែនតើស្ដាច់គាត់ថាមកអាកូនចៅទៅដោះច្បាក់ចេញមកអាហឹងតាជាដល់បុយស្ដាច់ហ្នឹងនិយាយទៀតថាគាត់បានទទួលរបាយការណ៍មួយថាពួកជនជាតិអេស្ប៉ាញវាកំពុងនាំគ្នាធ្វើដំណើរទៅរក Fountain of Youth ហ្នឹងហើយកំពុងតែដាក់ខមមិនឲ្យ Jack Sparrow ត្រូវទៅធ្វើម៉េចរកកន្លែងហ្នឹងឲ្យឃើញមុនពួកជនជាតិអេស្ប៉ាញរកឃើញមុនគេចឹងហ្នឹងស្ដាច់និយាយទៅគាត់ហ្មងទៅយកនំស៊ីអូយស្ដាច់ហ្នឹងគោះតុកផុងគាត់ភ្ញាក់លោតហ្នឹងមើលទៅបានស៊ីអត់ទេនំហ្នឹងហើយការដែលគាត់ចង់រក Fountain of the Youth នេះឲ្យឃើញបានមុនពួកអេស្ប៉ាញដើម្បីយកវាមកធ្វើជាប្រយោជន៍សម្រាប់ប្រជាជនអង់គ្លេសអញ្ចឹងណា
ហើយសួរទៅ Jack Sparrow ហ្នឹងថាស្គាល់កន្លែងហ្នឹងអត់ទេបើស្គាល់នាំផ្លូវគាត់ទៅហើយ Jack នោះក៏ស៊ីនំបដាអីបដាបោះកសែងទៅដីប្លុកអាហ្នឹងធៀមផ្លូវហ្មងរត់ទេណាហើយនិយាយថាគាត់ស្គាល់តែប៉ុន្តែបើសិនជាចង់ឲ្យនាំទៅគាត់ត្រូវការនាវាហើយនឹងនាវិកប្រមាណអ្នកទៅដែរក៏ប៉ុន្តែស្ដេចនោះក៏ថានាវិកប៉ុន្តែភ្លេច Captain ហើយបើកទ្វារមកបាប៊ូសានៅទីនេះមកធ្វើជា Captain របស់ Jack ហើយឆ្ងល់ថាបាប៊ូសាហេតុអីបានគាត់នៅហ្នឹងកាយបាប៊ូសាហ្នឹងគាត់លួច Black Pearl ទៅបាត់ទេកាលនោះពេលដែលគាត់កំពុងធ្វើដំណើរតាមផ្លូវហ្នឹងជួបសំពៅមួយទៀតគឺជាសំពៅរបស់ Blackbeard បានធ្វើការវាយប្រហារហើយនឹងចាប់សំពៅរបស់គាត់ក្រុងដាក់ចូលក្នុងដបហើយដល់តែពេល Jack ឃើញមុខបែបហ្នឹងក៏និយាយថាចំហើយយកអាមេចោលសមុទ្រមកធ្វើ Captain ដែលអាហ្នឹងភាសាអង់គ្លេសហៅថា Pirate ហើយដល់ពេលអញ្ចឹងទៅបាប៊ូសាក៏និយាយថា Pirate មានន័យថា private អញ្ចឹងគាត់អាចមកធ្វើការជាមួយនឹងស្ដេចបានហើយអញ្ចឹងទៅ Jack គាត់សួរនាំថាឲ្យចូលយក Black Pearl គាត់ទៅហ្នឹងមិនក៏មិនឃើញទៅណាទៅ Black Pearl ហ្នឹងបានមកមានវត្តមាននៅទីនេះបាប៊ូសាក៏និយាយថា Black Pearl ហ្នឹងឥឡូវនេះអត់នៅជាមួយគាត់ទេប៉ុន្តែវាមិនមែនបាត់ទេគ្រាន់តែត្រូវបានគេចាប់បន្ទាប់ពីលើបែបហ្នឹងចិត្តគាត់ខឹងខ្លាំងបដ ாய் ស្ទុះទៅវាយត្បងលួច Black Pearl ពីគាត់ទៅហើយអត់ចេះថែសារស្រួលធ្វើឲ្យបានហើយការដែលវាយនេះឆ្លៀតឱកាសរត់ផងលោតទៅនេះលោតទៅនោះទៅតាមកន្លែងដែលគាត់មើលទុកហ្នឹងប្រូចត្រក្រៅបាតនិយាយវាថារឿងរត់ហ្នឹងលះដូចស្វាហើយបើសិនជាចង់ចាប់វិញមិនបាច់តាមទេប្រូចណែរត់មកពូនមកដល់កន្លែងប៉ាន់ណូកដាផ្លូវនេះត្រូវរួចខ្លួនឯហ្នឹងល្អល់ដៃរបូតជើងមកក្រោមអីណាអញ្ចឹងអាមូនេះវាឃើញព្រមកចាយហៅគ្នាវាមកថែមទៀតហើយចឹកហ្នឹងឃើញអញ្ចឹងភ័យតែខ្លាំងមិនដឹងរត់ទៅណាទៅណីទេលោតទៅលោតមកប៉ះចំប្រទេសយាប៉ែមួយនេះកាប់មុខចំភ្នំព្រះសម័យស្ទុះតខំលឹកតិចមួយទៀតហើយយាប៉ែនោះក៏តាមសួរចឹកថាអេតែប៉ុណ្្នឹងឯងតិចទៀតមកឲ្យប្រញាប់ទៅរត់ផ្អើលគេផ្អើលឯងពេញមកទីក្រុងត្រូវអាមូនេះវាផ្ចង់ជាប់ហើយក៏ប៉ុន្តែមកដល់ទីនេះបានឪពុករបស់ចឹកហ្នឹងគាត់មកជួយតន់នៅទីនេះឪពុកកំពុងសួរនាំទៅចឹកថាមានប្រកាសរើសកូនចៅដែរអត់ទេហើយគាត់ក៏សួរនាំពាក់ព័ន្ធនឹងផែនការរបស់ចឹកចង់រក Fountain ហ្នឹងចឹកក៏ថាអេអត់មានដឹងអត់ដឹងអីបងព្រោះឪពុករបស់ចឹកហ្នឹងគាត់ថាបើសិនជាការប្រកាសរកកូនចៅហ្នឹងវាពិតមែនអាហ្នឹងវាគឺជើងល្អទេគួរតែធ្វើវាទៅហើយម្យ៉ាងទៀតនាំកូនចៅដល់ Fountain ហ្នឹងឲ្យឃើញទៅថាវាយ៉ាងម៉េចឪពុករបស់ចឹកគាត់បានបន្តប្រាប់ពីការប្រើប្រាស់ពេង2របស់ Fountain ហ្នឹងចេះមួយចេះពីរចឹងណាដូច admin បានរៀបរាប់ខាងលើហ្នឹងចឹងម្យ៉ាងទៀតនៅខាងក្រោយខ្នងរបស់គាត់ហ្នឹងសុទ្ធតែជា network ដែលបានចុះឈ្មោះធ្វើជាកូនចៅរបស់ចឹកខ្លាំងៗហ្នឹងហើយឪពុករបស់គាត់ហ្នឹងកំពុងឲ្យយោបល់ថាទៅចុះឈ្មោះជាមួយពួកវាហើយទៅដល់កន្លែងហ្នឹងទៅកលេចទៅមើលមួយផ្លែតងាកមកវិញបាត់ឪរបស់ខ្លួនបាត់អញ្ចឹងក៏មកជុំកអាមួយនេះសួរតាមិនដែរលើថាចឹកហ្នឹងកំពុងទៅរើកូនចៅនេះវឹកក៏បានសម្ដែងមកប្រាប់អាមួយនេះថាគាត់អីគឺជា Jack Sparrow អីណាអីចឹងណាហើយអាពួកនោះវានាំគ្នាសើចំអកគ្រប់គ្នាតើអា Jack នេះខ្លាំងខ្លាយសោះមកចង់ប្រឡងខ្លួនទេ Jack ពិតប្រកបគឺស្មើនឹងខាងក្នុងហ្នឹងស្រៀងខ្លួនចឹងតាមទៅមើលតា Jack ហ្នឹងមុខមាត់វាល្មិចទៅមិនដឹងថាជាណាទេឆ្ងល់ខ្លាំងមែនតើទាំងកាយវិការនិងតណើអីដូចគ្នាបេះបិទត្មងប៉ុន្តែមុខល្ងិតឃើញចេះក៏ធ្វើតាមឃើញចុះក៏ធ្វើតាមចង់ដកដាវដេញកាប់ត្មងនោះកាប់គ្នាឈុំឆាំងឡើងលើផងចុះក្រោមផងទៅនេះផងទៅនោះផងកាប់ចុះឡើងស្រាប់តែចាប់បឺតមាត់គ្នាខ្វាច់អញចេះបឺតមាត់ចេះដល់ទៅដោះពុកមាត់ដោះអីចេញមកមិនដឹងថាគឺជាអតីតសង្សាររបស់គាត់មានឈ្មោះថា Angelica ឥឡូវនេះចេះខ្លាំងខ្លាយបានដោះមុខមាត់ចេញអស់ហើយអញ្ចឹងនាវឹកដែលចេះខ្លាំងខ្លាយនេះបានរើសយកខ្លាយទៅជាកូនចៅរបស់ចេះពិតប្រកបហើយក៏ពងតែចែកគ្នាណាអាកូនចៅមកអត់កប្រាប់ថាមីអើយណោះពូកងតបអង់គ្លេសមកវាយប្រហារអើយពួកអស់ហ្នឹងមកច្រើនខ្លាំងមែនតើកម្មឈ្នះទេចាកតិនស្រានឹងក្បែរហ្នឹងកាប់នេះកាប់នោះពោះហូស្រាឡើងពេញហ្នឹងរួចចឹកនោះឃើញអានេះហូច្រើនស្ដាយវិញត្រង់តិចសិនតច្រកខ្លាំងពេកទៅនឹកឃើញវិធីមួយកាច់ចំមកកន្លែងនេះធ្លាក់ចូលទឹកទាំងពីរអ្នកប្រងឥឡូវនេះ Angelica គាត់កំពុងទៅសួរនាំចឹកពាក់ព័ន្ធជាមួយនឹង Fountain of the Youth ហ្នឹងដែរសួរច្រើនដងហើយតាំងពីនៅលើគោកធ្លាក់មកដល់ទឹកនេះតាមសួរទៀតចឹកនិយាយថាគាត់ស្គាល់តាអាកន្លែងហ្នឹងហើយណាមួយឮគេនិយាយពីរឿងនិទានចេះមួយចេះពីរពាក់ព័ន្ធជាមួយនឹងពេញមកគូអីណានៅចឹងទៅណាហើយចេះក៏សួរទៅទៀតថាវិធីហ្នឹងឮគេនិយាយថាមានប្រសិទ្ធភាពណាក៏ប៉ុន្តែដើម្បីធ្វើវាបានវាមានលក្ខខណ្ឌអីខ្លះ Angelica ក៏និយាយថាសំខាន់បំផុតធ្វើម៉េចយកទឹកភ្នែករបស់មច្ឆាឲ្យបានមកចំណែក Gibbs នេះវិញត្រូវបានកងទ័ពរបស់ជនជាតិអង់គ្លេសចាប់បានមកដល់ទីនេះហើយងាកទៅឃើញស្រាប់តែបាប៊ូសាគឺជាមេក្រុមនៅនឹងវិញភ្ញាក់ផ្អើលខ្លាំងមែនទែនហើយអាកូនចៅវានឹងកំពុងរៀបចំតម្លាក់ខ្សែដើម្បីព្យួរក Gibbs Gibbs និយាយថាយកគាត់ទៅជាមួយផងពូសាបើសិនជាទៅជាមួយបាប៊ូសានឹងមានប្រយោជន៍បាប៊ូសាក៏សួរថាមិនដែរខ្លួនមានប្រយោជន៍ស្គាល់ផ្លូវទៅកន្លែង Fountain នឹងដែរអត់ទេ Gibbs នៅពេលដែលឮបែបហ្នឹងដឹងហើយថាបើសិនជាឲ្យផែនទីទៅបាប៊ូសាខ្លួនគាត់នឹងត្រូវស្លាប់ដដែលអញ្ចឹងយកមកដុតឆេះឡើងមាត់អញ្ចឹងទៅបាប៊ូសាគាត់ខឹងខ្លាំងហ្មងតារបល់យកឲ្យឈួតឲ្យលប់យកមកផែនទីនឹងមកដុតខ្ទេចអស់លីងអញ្ចឹងGibbs គាត់ថាផែនទីហ្នឹងគាត់បានមើលចងចាំបន្តិចនៅក្នុងគោកក្បាលអស់ហើយបើសិនជាចង់ទៅកន្លែងណាត្រូវតែយកគាត់ទៅជាមួយដើម្បីធ្វើជាថ្នូរក្នុងការរស់រានមានជីវិតចឹកហ្នឹងបន្ទាប់ពីត្រូវបានមកទីនេះជាមួយ Angelica មិនធ្វើ Captain ណាគឺយកមកធ្វើកាចាំងជាមួយពួកប្រមាណអ្នកនេះមកដល់ទីនេះគ្នាប្រមាណអ្នកជូតផងបោះផងស្អាតផងហើយចឹងហ្នឹងគាត់សួរមួយនឹងថាឥឡូវនេះគាត់នៅកន្លែងណាពួកនោះនិយាយថាឥឡូវនេះពួកគាត់កំពុងនៅលើកប៉ាល់របស់ Blackbeard ដែលវាមានឈ្មោះថា Queen and Revengeម្នាក់ជូតដោះអាខ្មៅក្បាលទាំងអស់នេះកាចក្តល់ហើយសាច់តីទាញវត្តដាក់យកហើយចឹងក៏សួរថាចុំអានេះមកពីណាពីដីមើលដូចខុសគេខុសឯងសាហាវឬម៉េចពួកនោះនិយាយថាអាមួយនឹងលេងមកវាអត់បានទេអានឹងកាយអាខ្មោចក៏វាវាយដែរធ្វើការបដាហ្នឹងទូលនាំបដាចឹងគាត់ឆ្ងល់ខ្លាំង
nghĩa tới khơi mua được cái cặp bông tròn càng nó lừa cái đòn sầm bơ số non ta mới đấy mà cái chập tròn chập ấy chẳng tích bố cái vô dương thì tròn được mua nương đại thứ mới tự nếu về ta ố còn phải pe mua nó cứ chỉ sát na khangกับปีทอđấy trong việc học cái khó anh cái vô ta tròn chẳng ai đã pe mua được thời cái tròn nó cònมีชื่อថា Philip កំពុងតែជ័យគ្នានោះmuaនៅវិស័យថាអញកំពុងនិយាយគ្នាស្អីទៅធ្វើការទៅដល់ពេលងាកទៅឃើញ Angelica កំពុងឈរនៅនេះអញ្ចឹងទៅមកដល់ក្រុមនោះចាប់យកប្រកែមួយនោះសួរនាំមកដល់ថាម៉េចមកនៅលើសំពៅនឹងអញ្ចឹងគឺជាមេឬក៏អីគេ Angelica និយាយថាបើសិនជាចង់មានសុវត្ថិភាពនាំពួកគាត់ Fountain of the Youth ហ្នឹងទៅហើយបន្ទាប់ពីអញ្ចឹងទៅចិត្តគាត់ឆ្ងល់ខ្លាំងមែនតើចិត្តទៅសួរនាំរឿងអា Fountain នឹងម្ដងហើយម្ដងទៀតណាអញ្ចឹងគាត់សួរទៅវិញថាតើកន្លែងហ្នឹងដើម្បីអីគេដើម្បីខ្លួនឯងឬក៏ដើម្បីឪពុករបស់គាត់ Angelica ក៏និយាយថាឪពុករបស់គាត់ហ្នឹងមិនមានពេលយូរទេតែ2សប្តាហ៍ទៀតប៉ុណ្ណោះនឹងត្រូវបានសម្លាប់ដោយមនុស្សម្នាក់មានជើងតែម្ខាងអាហ្នឹងសម្ដៅទៅលើ Barbossa ហ្នឹងឯងងាកមកមើលកងទ័ពជើងទឹករបស់អង់គ្លេសនៅវិញ Barbossa គាត់កំពុងគម្រាមគៀបឲ្យមើលផែនទីថាទិសដៅត្រូវទៅកន្លែងណាដែលគាត់ចង់ទៅអញ្ចឹងណាហើយកំពុងតែមើលផែនទីហ្នឹងក៏លេទៅឃើញកងទ័ពរបស់ជនជាតិអេស្ប៉ាញកំពុងតែនាំគ្នាជិះសំពៅមកនឹងដល់3គ្រឿងគេសំពៅដល់3ហើយឯងតែមួយគ្រឿងសោះគេបញ្ជាឲ្យកូនចៅនឹងរៀបចំប្រវល់ក្នុងភ្លើងម៉ងបាញ់គេណាក៏ប៉ុន្តែពេលដែលប្រើកៅយឺតឆ្លោះមើលទៅឃើញថាគេអត់មានល្វីល្វល់ជាមួយខ្លួនផងអញ្ចឹងទៅក៏សម្រេចចិត្តទៅអត់បាញ់វិញដល់និយាយថាការទៅ Fountain ហ្នឹងគឺវាសំខាន់ជាងចំណែកឯចែកនេះវិញយប់ឡើងអត់ព្រមដេកពូនទេកំពុងតែបញ្ចោពួកអាកាចាស់ប្រមាណអ្នកនៅលើសំពៅហ្នឹងប្រាប់ហេតុផលចេះមួយចេះពីរអញ្ចឹងណាដើម្បីប្រមូលពណ៌ហ្នឹងឲ្យវាបះបោរប្រឆាំងជាមួយទៅនឹងម្ចាស់សំពៅហ្នឹងហើយមួយដែលក្មេងជាងគេហ្នឹងមិនដឹងនៅវាប្រមូលដើរពីណាមកទេបានឡើងមកបាច់ម្ដងបោះលើតុនេះក្ដុងចេះកំពុងសួរនាំថាតើម្នាក់និយាយថានៅលើសំពៅហ្នឹងគឺជាសំពៅរបស់ Blackbeard រួចមានអាណាគេធ្លាប់ឃើញមុខគាត់ពីមុនមកដែរអត់ហើយក៏និយាយតគ្នាទេអាអ្នកខ្លះទៅវានិយាយថាអត់ដែរឃើញទេឮតែគេនិយាយមិនដឹង Blackbeard នៅមុខមាត់យ៉ាងម៉េចផងអញ្ចឹងក៏កាត់ស្ដីថាអូសំពៅហ្នឹងមិនមែនបោះ Blackbeard ទេកុំភ័យពេកតាមមុនវាចេញមកនិយាយថាមិនមែនហ្មងបើវាមើលឈ្មោះសំពៅខាងក្រោយហ្នឹងដឹងថាបោះ Blackbeard ច្បាស់កន្លែងហើយនិយាយចប់នាំនាងងើបក្រោះហើយដើរទៅដាស់អាមនុស្សណាកំពុងដេញប្រមាណហ្នឹងឲ្យងើបមកខាងលើតទល់ជាមួយនឹងអាអ្នកយើងមកសំពៅហ្នឹងបះបោលកាប់គ្នាឲ្យពេញទៅសំពៅហ្នឹងព្រោះចេះអានេះគាត់ចូលមកដេកក្បែរសង្សាររបស់គាត់ហ្នឹង Angelica គាត់និយាយថាអានេះប្រហែលជាការយល់សពទេដឹងចេះគាត់ថាអូនឹងយល់សពឲ្យដេកទៅហើយដល់តែពេលលឺសំឡេងកាប់គ្នាពងផាំងស្ទុះមកធាក់ចេះមកជើងផាំងនិយាយថាហ្នឹងមិនមែនយល់សពទេមែនតើតាហើយដល់ពេលអញ្ចឹងទៅចេះគាត់ប្រឡប់ថាអូក្នុងខាងក្រៅហ្នឹងអញញ៉ៃការដែលគាត់មកទីនេះហ្នឹងគឺដើម្បីផ្ដល់តំណែងឲ្យដឹងណាក៏ឃើញដេកលក់សូលពេកកំពុងតែកាប់គ្នានោះអាខ្មៅនោះវាមិនដឹងមិនទេដេញកាប់ទៅចេះអាគេដេញកាប់ហើយហ្នឹងនៅឆ្លៀតឱកាសឡើងទៅជួយ Philip នឹងខាងលើហ្នឹងទៀតហើយមុននឹងជួយសួរថាមិនដែរឲ្យនៅខាងណាគេបើនៅខាងគាត់បានគាត់ហើយបើថាមិននៅខាងគាត់ទេទុកឲ្យនៅលើនឹងទៀតវាយគ្នាឈូងឆាំងមកប្រើដដើមជ័យជំនះបានហើយហ្នឹងហើយចែកនោះគាត់ថាអូជ័យយោយើងឈ្នះឲ្យគ្រប់គ្រងសំពៅបានហើយចាប់ទៅ Blackbeard ចេញមកដល់ផឹកស្រាឲ្យគប់ដបទឹកកងក្ដុងសួរមុខអាណាគេនេះនៅអានមកប៉ះបោលនៅលើសំពៅរបស់គាត់ហ្នឹងមកឲ្យចេញមុខមកលឿនមកសួរនាំមុខអានេះមិនឆ្លើយអានោះមិនឆ្លើយលើកដាវខ្វាច់អាសំពៅគាត់ហ្នឹងតម្លាក់ក្ដងភ្លុបហើយអាខ្សែផ្សេងនៅលើសំពៅនឹងឲ្យតែមានទាំងប្រមាណចុះមកក្រោមដោយពោះយើងចាប់មនុស្សនឹងចងជាប់ហើយទាំងអស់គ្មាននរណាម្នាក់មួយរួយខ្លួនទេដោយតែគាត់កំពុងតែប្រើនឹងវាមានឈ្មោះថា Sword of Triton វាមានសមត្ថភាពគ្រប់គ្រងសំពៅមួយនេះទាំងមូលហើយនាវាឈ្មោះថា Black Pearl របស់ Jack Sparrow ក៏ត្រូវបានដាវនឹងធ្វើឲ្យទូចចាប់ដាក់ចូលក្នុងដបដែរបន្ទាប់ពីជាប់ដៃជាប់ជើងហើយ Jack គាត់ធ្លាក់មកទីនេះនិយាយជាមួយតានឹងពី3ម៉ាត់ទៅគាត់កាត់ខ្សែតម្លាក់ម្ដងលើកកំភ្លើងភ្ជុងម៉ងបាញ់ផងហើយក៏ប៉ុន្តែកូនស្រីរបស់គាត់ក៏ថាកុំអីឪយើងត្រូវការ Jack ដើម្បីនាំផ្លូវណាជាមួយនឹងគ្នានោះអាមួយឈ្មោះថា Philip ដើមម្ដងនេះជេរតាថាជនកំសាអីណានៅចឹងទៅអូឌីឡើងកប់មាត់ឌីខ្លាំងពេកខឹងលើកកំភ្លើងហ្មងបាញ់អានឹងមួយទៀតហើយ Angelica គាត់ឃើញអញ្ចឹងខាត់ទៀតដល់កុំទេផ្ដាមើលធំចិត្តជាក់មើលហើយមួយដែលកាន់សាសនាខាងអីណានៃអញ្ចឹងណាឈ្មោះថា Philip ហ្នឹងវានិយាយចុះនិយាយឡើងពាក់ព័ន្ធជាមួយនឹងព្រលឹងពាក់ព័ន្ធមួយអីណានៃអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅ Blackbeard គាត់កំពុងខឹងផងនិយាយថាមកចង់នឹងតែព្រលឹងហ្នឹងរបៀបម៉េចតិចទៀតឃើញដេញអាមួយនោះឲ្យជិះទូកចុះទៅខាងក្រោមហ្នឹងដើម្បីចៅទូករត់គេចពីសំពៅរបស់គាត់ហ្នឹងណាប៉ុន្តែសំពៅរបស់គាត់នេះវានៅក្រោមការបញ្ជា Sword of Triton លឿនខ្លាំងមែនទែនបញ្ជាទៅដល់គៀកហ្នឹងប្រើភ្លើងដុតអាមួយនោះឆេះងាប់បាត់ហើយម្នាក់ឃើញបែបនេះស្លុតចិត្តខ្លាំងមែនទែនហើយការដែលធ្វើនេះគឺគាត់សម្លាប់មួយគម្រាមមកសំពៅហ្នឹងហើយកូនស្រីរបស់គាត់ហ្នឹងខាត់ម្ដងអត់ជាប់ពីរដងអត់ជាប់លើកទី3សម្លាប់មនុស្សដល់តែបានខឹងពេកលែងនិយាយរដើរចូលទៅក្នុងបាត់តពីនឹងទៅចាប់ចែកយកមកក្នុងបន្ទប់នេះជាមួយនឹងគាត់ហើយចែកគាត់និយាយថាគាត់គ្មានចំណាប់អារម្មណ៍ចង់ទៅ Fountain អេណានៃទេដោះលែងគាត់ទៅវិញទៅកុំយកគាត់មកច្បល់ជាមួយអត់ដឹងរឿងអីផង Blackbeard គាត់និយាយថាជោគជតារបស់គាត់ត្រូវបានស្លាប់ដោយសារមនុស្សជើងម្ខាងអីណានៃអញ្ចឹងណាហើយណាមួយគាត់មិនមានពេលវេលាយូរទៀតទេចែកអញ្ចឹងដាច់ខាតត្រូវតែជួយគាត់ហើយបើមិនអញ្ចឹងទេចែកក៏គ្មានសេចក្តីសុខដែរអាតានេះគាត់ខ្លាចងាប់ខ្លាំងមែនទែនចឹងហ្នឹងដើម្បីយកល្អខ្លួនឯងហើយរួចខ្លួននោះក៏និយាយបចោបកាច់បខូចកូនស្រីរបស់ Blackbeard ហ្នឹង
តាកូនរបស់គាត់នឹងមិនមែនជាមនុស្សល្អទេមនុស្សអាក្រក់អីណាណីចេះមួយចេះពីរចឹងទៅកុំជឿទុកចិត្តទៅលើ Angelica នឹងពេកហើយកំពុងនិយាយហ្នឹងអត់ដឹងទេតាហ្នឹងក៏កំពុងធ្វើមន្តអាគមរបស់ចឹងដាក់ទៅលើតុក្កតាហ្នឹងយកក្បិតចាក់គ្វាលហើយចឹងហ្នឹងគាត់ឈឺខ្លាំងមែនទែនដល់ពេលលាត់មើលលើស្មាហ្នឹងមកមានកនូអីមួយយ៉ាងដូចគ្នាទៅនឹងអ្វីដែលគាត់បានចាក់គ្វាលលើតុក្កតាហ្នឹង Blackbeard ក៏និយាយតាឃើញនិយាយអាក្រក់ពីកូនស្រីរបស់គាត់កូនគាត់មិនត្រឹមតែមកខឹងទេថែមមកជួយនិយាយល្អឲ្យទៀតក៏ប៉ុន្តែកំពុងនិយាយទេដៃគាត់យកតុក្កតាទៅដុតនឹងភ្លើងចឹងហ្នឹងឡងចង់ឆេះក្បាលឲ្យលួយងាប់ខាងកងទ័ពអង់គ្លេសនេះវិញចំណុចរបស់បាប៊ូសាគាត់បាននាំពាក្យមួយមកប្រាប់តែថាពាក្យមួយហ្នឹងវាមិនគួរនិយាយតទៅសោះប៉ុន្តែបាប៊ូសាដាច់ខាតទៅដឹងបន្ទាប់ពីកូនចៅនិយាយប្រាប់ហើយគាត់ក៏មកប្រកាសប្រាប់នាវិកនៅលើសំពៅនឹងទាំងប្រមាណឲ្យបានដឹងថាទីកន្លែងដែលគាត់ត្រូវទៅគឺសម្បូរទៅដោយពួកមច្ឆាស្រីស្អាតជាច្រើនប៉ុន្តែពួកហ្នឹងវាស្អាតតែរូបរាងទេសាហាវខ្លាំងនៅពេលដែលវាទៅដល់ទីនោះឃើញមនុស្សប្រុសវានឹងជ្រៀងលួងសណ្ដំហើយចាប់មនុស្សប្រុសទាំងនោះជាមួយចូលទៅក្នុងទឹកហើយនឹងហែកស៊ីជាអាហារស្រស់តែម្ដងឬបែបហ្នឹងនាវិកទាំងប្រមាណដូចជាអត់សូវចង់ទៅជាមួយទេអ្នកខ្លះភ័យខ្លាចពេកលោតចុះពីលើសំពៅលងទឹកងាប់បាត់អញ្ចឹងទៅបាប៊ូសាក៏និយាយបញ្ចុះលើកទឹកចិត្តចេះមួយចេះពីរអញ្ចឹងទៅតែពួកយើងនឹងធ្វើការហងៃដើម្បីបម្រើស្ដេចជនជាតិអង់គ្លេសអីណាណីហើយនៅពេលដែលធ្វើបានសម្រេចហ្នឹងនឹងទទួលបានរង្វាន់អីចឹងណាស្ដាប់លើហើយទៅបានពួកហ្នឹងព្រមធ្វើតាមបាប៊ូសាគាត់ធ្លាប់ជាអតីត Captain ចៅសមុទ្រអញ្ចឹងអាការនិយាយលួងអីចុះនេះគឺគាត់ប៉ាកែណាកលេចមកមើលចាក់នេះវិញយប់ឡើងរ៉ូមែនទិកជាមួយសងសាគេក្រុមពលឺប្រច័ណ្ឌមានភ្លើងទៀនផងស្រាក្រហមមានភ្លេងស្ដាប់ទៀតគាត់និយាយពីនេះពីនោះច្រើនខ្លាំងមែនទែនកំពុងតែមានចេតនាលួង Angelica ឲ្យគាត់សុវ័យចិត្តណាចំណុចសំខាន់ហ្នឹងគឺចង់សួរនាំអំពីការប្រើទឹកទាំងពីរកែវហ្នឹងពេលទៅដល់ Fountain ហ្នឹងគេរៀបចំរបៀបម៉េចទើបវាអាចផ្ទេរជីវិតពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានគាត់ចង់ដឹងពីរបៀបរបបឲ្យច្បាស់ណា Angelica គាត់ប្រាប់ឡើងចង់ខ្ទេចប៉ុន្តែអត់តន់អស់ទេហើយក៏បានគម្រាមទៅថាចេះដាច់ខាតត្រូវទៅជាមួយគាត់បើសិនជាចង់សុខហើយណាមួយ Black Pearl គឺនៅក្នុងដៃរបស់គាត់បើសិនជាព្រមនាំផ្លូវពួកគាត់ឲ្យទៅដល់ Fountain បានចឹកនឹងអាចបាន Black Pearl ទៅវិញបើមិនជឿមកកន្លែងនេះនៅក្នុងទូមានសពៅច្រើនខ្លាំងមែនទែនដែលឪពុករបស់គាត់បានចាប់យកមកញាត់ដាក់ចូលក្នុងដបហ្នឹងឥឡូវហ្នឹងនិយាយចុះនិយាយឡើងប្រាប់ Angelica ហ្នឹងថាឪពុករបស់គាត់ហ្នឹងមិនមែនមនុស្សល្អទេគឺជាបិសាចគឺជាអីណានៅចឹងទៅនៅមួយគាត់ថ្ងៃក្រោយអាចនាំបញ្ហាដល់ខ្លួនអីណានៅចឹងទៅណាអាប៉ែនេះខូចខ្លាំងមែនតើនៅជាមួយឪបញ្ចុះថាកូនអាក្រក់ដល់ពេលនៅជាមួយកូនបញ្ចុះថាឪខូចវិញហើយកំពុងនិយាយដៃប្រឡំហ្មងយកអាតុក្កតារបស់គាត់ហ្នឹងក៏ប៉ុន្តែពួកហ្នឹងវាមកដល់ទីកន្លែងមួយដែលគឺជាទឹកដីរបស់ពួកមច្ឆានៅទីនេះគឺជាកន្លែងមួយដែលត្រូវបានហៅថា White Cape Bayវាគឺជាទឹកដីមួយដែលសម្បូរទៅដោយពួកមច្ឆារស់នៅច្រើនខ្លាំងមែនទែនឥឡូវនេះពួកគាត់កំពុងនាំគ្នាឡើងទៅខាងលើដើម្បីដុតភ្លើងហើយមនុស្សប្រមាណអ្នកទៀតឲ្យនៅលើទូកកណ្ដាលសមុទ្រនោះដើម្បីបញ្ឆោតឲ្យពួកមច្ឆាហ្នឹងមកទីនេះចាំងទៅលើផ្ទៃសមុទ្រនៅទីកន្លែងដែលមានទូកហ្នឹងណាហើយពួកអ្នកដែលធ្វើនុយចាំបញ្ឆោតហ្នឹងនិយាយថាងាប់ហើយគេចាំងភ្លើងចាំងអីមកតិចមានឆ្លាមមានអីមកស៊ីទៅតានោះក៏ថាអូមិនមែនឆ្លាមទេនៅកន្លែងនេះសត្វដែលសាហាវជាងឆ្លាមទៀតត្រូវបានគេហៅថាមច្ឆាមើលទៅពួកនឹងស្អាតតាក់ទាញហើយវាបកកែសំណំយើងណាហើយនៅពេលដែលត្រូវវាសំណំបានហើយអុសចូលទៅក្នុងទឹកហែកចែកគ្នាស៊ីហើយអញ្ចឹងទៅអាមួយខ្មៅដែលបកកែខាងធ្វើតរន្តកម្មទៅលើកូនចៅហ្នឹងយកកភ្លើងខ្ជុងមកឲ្យ3 4នាក់ហ្នឹងជ្រៀងឲ្យលឺដល់ជ្រៀងអត់លឺបាញ់ធ្លាយខួរឥឡូវហ្នឹងព្រោះសារពួកមច្ឆាអស់ហ្នឹងវាចូលចិត្តសម្លេងមនុស្សប្រុសដែលជ្រៀងនៅពេលដែលលឺជ្រៀងលឺហើយខ្លាំងពួកវាប្រកាសជានាំគ្នាមកកន្លែងនេះហើយចាំអស់រយៈពេលប្រហែលជាច្រើនម៉ោងដែរទើបតែម្ដងមច្ឆាមួយនេះមើលទៅស្រស់ស្អាតខ្លាំងមែនទែនឥឡូវហ្នឹងអាមួយនោះកំពុងធ្លាក់ក្នុងកន្ធោស្នាយយ៉ាងខ្លាំងអាមួយនេះវាឃើញអញ្ចឹងទាញក្បិតមកដេញចាក់ហើយគ្នាវាម្នាក់ទៀតគាត់តែគាត់ស្រីទុនជេម្នាក់សងចង់យកក្បិតចាក់អីណាមើលទៅស្អាតហើយនេះអត់ស្ដាយទេឥឡូវហ្នឹងកំពុងតែនិយាយបបួអាមួយនោះជ្រៀងមកបត់ពីណានៅពេលដែលមានចម្រៀងហ្នឹងគ្នាវាមកថែមទៀតហើយពួកនោះអត់ដឹងខ្លួនទេយូរទៅមកច្រើនទៅវាគឺជាប្រភេទសត្វត្រីមែនប៉ុន្តែមុខមាត់វាដូចទៅនឹងមនុស្សស្អាតខ្លាំងបបួអាមួយនេះប៊ីងបានបឺតមកដែរស្រាប់តែឃើញចេញចកុំចេញអីមកផ្អើលហើយឡើងពេញទូកហើយដែលមានគ្នាវានៅជុំវិញទូកហ្នឹងច្រើនណាស់ចាប់ផ្ដើមបតៃបតប់ទីមនុស្សនឹងតម្លាក់ចូលទៅក្នុងទឹកណាអាមច្ឆាខ្លះទៅស៊ីមកចង្វាម្នាក់អីទៅអាមច្ឆាខ្លះលេងសត្វតលូតប្លង់មកទាញមនុស្សយកចូលក្នុងទឹកទៅតែមកពួកវាមកគ្នាមកច្រើនខ្លាំងមែនទែនវាយប្រហារទូកនឹងឡើងលិចហើយចំណែកអា Blackbeard នេះវិញគាត់កំពុងឲ្យកូនចៅគាត់រៀបចំឲ្យដាក់គប់បែកផ្ទុះដើម្បីទាមទារចំណាប់អារម្មណ៍ឲ្យពួកមច្ឆានឹងវាមកមាត់ច្រាំងស្រួលនៅពេលដែលមកគៀកឲ្យកូនចៅរបស់គាត់បងសណាញ់ដើម្បីចាប់ពួកវាណាមួយមានសពៅរបស់ពួកគាត់នឹងកំពុងតែមកដល់ទីនេះផ្លុំភ្លើងផងអីផងអញ្ចឹងចង់នឹងមិនចង់ពួកវាត្រូវទៅនាំគ្នាទៅមាត់ច្រាំងហើយពួកនេះនាំគ្នាកាន់សណាញ់ចាំឲ្យស្រាប់មើលតែមកគៀកចាំបោះណាក៏ប៉ុន្តែមានបានបងសណាញ់ចាប់ពួកវាណាមច្ឆានឹងវាមានស្អីទេដូចជាដានកែបអញ្ចឹងទាញឆ្វាប់ជាប់អស់យកទៅម្ដងមួយស្ថានភាពនេះថានាំគ្នាមកចាប់មច្ឆានឹងប៉ុន្តែមើលទៅមច្ឆានឹងវាកំពុងដេញចាប់មនុស្សវិញទេឥឡូវនេះនាំគ្នាដកថយឡើងទៅលើគោកសិនហើយក៏ប៉ុន្តែពួកវានៅតែនាំគ្នាបាញ់ដាតមកឆ្វាច់អូសធ្លាក់ទឹកម្ដងពីរដដែលកំពុងតែទទួលវាយប្រហារពីពួកវាខ្លាំងមែនទែនចឹងណាគាត់ខំប្រងរត់ទៅកន្លែងប៉មភ្លើងហ្នឹងណាមានមច្ឆាហ្នឹងមកតាមពីក្រោមស្ពានផងអីផងដេញចាប់ដៃផងចាប់ជើងផងការដែលរត់ឡើងទៅនេះនឹងដើម្បីបំផ្ទុះប៉មួយនឹងឲ្យវាឆេះធ្លាក់ថ្មមកណាអញ្ចឹងទៅមច្ឆាហ្នឹងវាប្រកាសជានាំគ្នាកិច្ចដកថយទៅវិញហើយ
ចំណែក Philip នេះវិញប៊ីងត្រូវមួយឆានឹងទាញធ្លាក់ចូលទៅក្នុងទឹកអីតំណាងមែនតើប៉មនឹងវាផ្ទុះទាន់បន្ទាប់ពីផ្ទុះខ្លាំងពេកណាមួយមានថ្មធ្លាក់មកផងអីផងអញ្ចឹងទៅវានាំគ្នាផ្អើលដកថយទៅវិញអស់លីងគ្នាគាត់ប្រហែលនេះបងស្រឡាញ់ខំលើកមកច្រាមកអីគាត់តែចាប់បានហើយដល់ពេលលាចេញមកគ្នាឯងនោះមួយឆាមួយដែលហ្មងចាប់ Philip នឹងត្រូវថ្មមួយសកត់ជាប់អញ្ចឹងអត់ចាំយូរទេទាញអាកូនក្បិតមួយនោះដេញចាក់ជាប់នឹងកតុយនោះឃើញមុខមាត់គេស្អាតខ្លាំងមែនទែនឥឡូវនេះលងស្នេហ៍មួយទៀតហើយក៏ប៉ុន្តែឡៃកំពុងមើលមុខគ្នាទៅវិញទៅមកកូនចៅរបស់ Blackbeard មកដល់ទីនេះបោះសំណាញ់ក្រុងចិត្តជាប់ចាប់បានមួយបដ ாய் ចំណែកបាប៊ូសានឹងមកដល់ទីនេះវាយឺតពេលមកជាហើយអីឃើញមានមច្ឆាប្រមាណក្បាលដេកងាប់នៅនឹងដែរកំពុងតែចែកគ្នាពីនេះពីនោះនោះអាសំពៅធំរបស់គាត់កំពុងសង្កាំងខ្លួននៅចាំនឹងកណ្ដាលសមុទ្រហ្នឹងកំពុងតែវាយប្រហារយ៉ាងពេញទំហឹងអាកូនចៅវិញនិយាយថាមេតោះសំពៅពួកមច្ឆាវាយប្រហារយើងនាំគ្នាទៅជួយទៅបាប៊ូសាក៏លើកកំភ្លើងជុងឯតាណាចង់ងាប់អីពួកហ្នឹងគ្មានផ្លូវរស់ទេតែប៉ុណ្ណេះហើយដឹងទៅជាចំណៃរបស់ពួកមច្ឆាហ្នឹងហើយដោយការនិយាយរបស់បាប៊ូសាមែនកន្លែងទៅឃើញសំពៅនោះកំពុងលិចចូលទៅក្នុងទឹកទាំងមូលហើយបន្ទាប់ពីចាប់មច្ឆាបានឥឡូវនេះ Blackbeard ជាមួយកូនចៅគាត់ហ្នឹងកំពុងតែបន្តដំណើរទៅមុខទៀតហើយដើម្បីរក Fountain ហ្នឹងហើយកូនចៅវានោះស្ពាយមច្ឆានៅក្នុងទូចកហ្នឹងធ្ងន់ខ្លាំងមែនទែនហើយល្អូណាតាអើយហើយមិនបានយកមកទាំងរស់ចឹងធ្ងន់ពិបាកនេះ Angelica ក៏និយាយថាត្រូវតែយកមកទាំងរស់ចឹងហើយព្រោះសារចង់បានទឹកភ្នែកគេស្រស់ហ៎មកចឹងនេះវាស្ងួតបាត់លែងមានប្រសិទ្ធភាពឥឡូវហើយការដែលកំពុងដើរតាមផ្លូវបដាអីបដាហ្នឹងបន្តនិយាយបញ្យល់ប្រាប់ចេះអំពីវិធីនៃការប្រើទឹកហ្នឹងជាមួយនឹងទឹកភ្នែករបស់មច្ឆាហ្នឹងធ្វើមិនអីមិនមកដល់មុងទីងហ្នឹងឃើញមានពស់ពឹសមួយប៉ុណ្ណាណីយកមកចលោជាមួយនឹងចេកអូលេងសើចអាពស់ថ្នាំងពៅហ្នឹងពឹសសាហាវចាក់ងាប់ប្រកាច់ភ្លាមឥឡូវហ្នឹងមូលហេតុហ្នឹងមិនដឹងថានឹងពស់ពឹសទី1គឺរៀងវាជាថ្នាំងពៅទី2ពស់ពឹសគឺវានៅលើទឹកអណ្ដែតបើសិនជាពស់អត់មានពឹសទេគឺវាលិចនៅបាតទឹកមកដល់ទីនេះអង្គុយសម្រាប់មកផ្លែហ្នឹងចេះគាត់កំពុងនិយាយមួយ Philip ថាទៅដល់ទីនោះគាត់ត្រូវធ្វើមិនអីមិនចឹងណានៅពេលដែលងាកមកខាងក្រោយនេះឃើញមច្ឆាហ្នឹងចង់ដាច់ខ្យល់ងាប់កំពុងដកសកាមន់ទៅអញ្ចឹងទៅ Philip ដឹងហើយថាមច្ឆាហ្នឹងក៏ត្រូវការខ្យល់ដងហោមដូចមនុស្សដែរកំពុងតែស្ទុះតវ៉ាជាមួយនឹងអាខ្មៅហ្នឹងប៉ុន្តែអាមូលនោះវានិយាយថាមានទឹកនៅក្នុងហ្នឹងហើយវាងាប់ទេកុំភ័យពេកត្រូវការទឹកមែនប៉ុន្តែក៏ត្រូវការខ្យល់ដែរដល់តែ Philip កោះអាកញ្ចក់ហ្នឹងទៅបានដកដង្ហើមបានវិញកុំអីឡាប់បាត់ហើយដើរមកដល់កន្លែងនេះគឺជាផ្លូវតស្ពានហ្នឹងដាច់បាត់ហើយកន្លែងនេះវាគឺជាផ្លូវមួយដែលជិតបំផុតចេះគាត់ថាអូផ្លូវហ្នឹងដើរមិនកើតទេអូផ្លូវវាងទៅក៏ប៉ុន្តែ Angelica គាត់ថាអត់បានទេព្រោះសារគាត់មិនមានពេលវេលាច្រើននេះដែលនិយាយនេះមានចេតនានឹងគោលបំណងចង់ឲ្យ Jack លោតចុះពីលើហ្នឹងណាថាពេលដែលលោតចុះឲ្យធ្វើម៉េចទៅដល់សំពៅហ្នឹងហើយយកអាពែងពីរហ្នឹងមកឲ្យគាត់មកអញ្ចឹងទៅ Angelica គាត់សួរថាមានអីសំអាងតែថា Jack លោតចុះពីលើទៅហ្នឹងស្លាប់អាចយកពែងពីរហ្នឹងមកឲ្យគាត់វិញបានអូចឹងនៅពេលដែលលើកបែបហ្នឹងគាត់និយាយតាមថាត្រូវអីបខំល្មិចគាត់ចឹកមិនព្រមលោតដែរអញ្ចឹង Blackbeard ហ្នឹងគាត់គម្រាមថាបើឯងលោតទេបាញ់កូនស្រីអញងាប់លើមិនទៅចឹងវិញដាក់កភ្លើង7 8ដើមនេះមកឲ្យចឹកគ្រើមើលណាថាណាអត់គ្រាប់ឲ្យបាញ់សាក់លោមើលទៅរួចដល់ពេលបាញ់ផាំងវាអត់មានគ្រាប់ហើយដល់ពេលអញ្ចឹងទាញអាកភ្លើងមួយទៀតមកពណ៌នោះដឹងតែមានក្រំបវល់ខ្លួនមិនជុំនាំនេះក្រាបព្រាតព្រោះអញ្ចឹងទៅចេះគាត់ក៏តវ៉ាទៅទៀតដែរថាមើលក្រុងបាញ់សម្រាប់កូនស្រីខ្លួនឯងទៅដែរមិនកំណោយលោតចុះទៅងាប់ទៅហ្មងទៅមិនបាញ់នាំកាត់គ្រាប់តានោះក៏និយាយថាបើសិនជាឲ្យកូននឹងលោតចុះទៅវាគឺជាឱកាសរបស់កូនស្រីគាត់ហើយឥឡូវចេះឲ្យលោតចុះទៅគាត់ធានាថាមានបញ្ហាទេហើយក៏ដើរសួរអាមួយនោះថាមិនដែរគាត់លោតចុះទៅងាប់ទេមើលទៅអាមួយនោះវាទាញតុក្កតាដែលមានអាគមជាប់ខ្លួនរបស់ចេះនោះគប់ចូលទៅក្នុងទឹកហើយចេះនោះភ័យចង់បែកប្រមាថទៅស្រែកឡើងចង់ធ្លាយកន្លោតចេញមកឃើញថាតុក្កតានឹងធ្លាក់ត្រទឹកឲ្យគាត់អីអញ្ចឹងចាំការទៀតលោតតាមក្នុងប្រងហើយអាការដែលកម្រាមសម្រាប់គ្នាទៅវិញទៅមកនេះវាគឺជាល្បិចកលពីអ្នកឪពុកកូនបោកប្រាស់ចេះនោះចំណែកបាប៊ូសាជាមួយនឹងហ្គីបនេះវិញគាត់ដើរព្រៃជ្រៅខ្លាំងមែនទែនចូលដល់ណាដល់ណីជួបនឹងកូនកែពឹសមួយនេះនៅលើខ្នងគាត់គេថាឲ្យចាំទីទៅចាប់ដាក់ចូលក្នុងកែវនឹងទុកផ្លឹបអានោះវាស្លាប់ប្រើនៅពេលក្រោយហើយចេះកណែបន្ទាប់ពីធ្លាក់ពីលើនឹងមកអត់ស្លាប់ដើរកាត់សមុទ្រផងអីផងរត់ដល់ណាដល់ណីទីនេះវាគឺជាចលងភ្នំមួយឃើញសំពៅមួយនៅលើហ្នឹងហើយអានោះវាគឺជាសំពៅមួយរបស់អេស្ប៉ាញដែលបានបាត់ខ្លួនកាលពី200ឆ្នាំមុនហើយវាក៏មានលាក់ពេងមកគូនៅក្នុងហ្នឹងដែរសម្រាប់យកទៅដាក់ទឹកភ្នែករបស់ Mermaid ពួកអ្នកសៃមច្ឆាត្រីនេះដើរយូរទៅហត់អស់ជើងចពប់មួយឈើដួលខ្ពកអាកញ្ចក់ហ្នឹងបែកខ្ទេចហើយមច្ឆាហ្នឹងនៅពេលដែលគាត់ប៉ះជាមួយដីស្រាប់តែមានជើងមកគូដូចនៅមនុស្សដែរឃើញបែបហ្នឹង Philip ដោះអាវយកទៅរុំខ្លួនឲ្យភ្លាមតា Blackbeard ក៏អត់ខ្វល់ទេនិយាយថាឥឡូវនេះដើរទៅមុខទៀតទៅហើយមច្ឆាហ្នឹងក៏ធ្លាប់តែទឹកដល់តែពេលមានជើងនេះឲ្យដើរអត់ចេះដើរទេងើបដួលក៏លើកកំភ្លើងភ្ជុងក៏ដោយថាឥឡូវបំដើរទៅមុខទេបាញ់ធ្លាយខួរឥឡូវហ្នឹងអញ្ចឹងទៅ Philip ហ្នឹងគាត់ក៏សម្រេចចិត្តថាលើកមច្ឆាហ្នឹង3ដើរទៅជាមួយគាត់ទៅមកដល់ទីនេះគឺជាកន្លែងសម្រាប់មកផ្លែត Philip និយាយជាមួយទាំងមច្ឆាហ្នឹងពីការវាយប្រហាររបស់ពួកវាថាគ្នាគាត់ហ្នឹងបានស្លាប់ប្រហែលអ្នកអញ្ចឹងណាក៏ប៉ុន្តែមច្ឆាហ្នឹងតមកវិញថាការដែលវាយប្រហារមកលើមនុស្សជាតិនេះណាពួកគាត់មិនមានចេតនាអីទេធ្វើតែពួកហ្នឹងស៊ីសាច់ជាអាហារមែនប៉ុន្តែការវាយប្រហារមកលើមនុស្សនេះគឺដើម្បីការពារខ្លួនតែប៉ុណ្ណោះ
ព្រោះសារពាក្យច្រើនមនុស្សតែងតែមកបៀតបៀនហើយនឹងចាប់ពួកគាត់យកទៅចំណិចដល់ពេលតដំណើរទៅមុខទៀតហើយតា Black Beard គាត់ហៅមច្ឆាហ្នឹងថាគឺជាសត្វចម្លែកអីណានៃអញ្ចឹងណាមួយឈ្មោះ Philip ហ្នឹងគឺវាស្លើមធំខ្លាំងមែនទែនស្លុតតានឹងម្ដងនៅលើសំពៅហើយឥឡូវម្ដងកន្លែងនេះស្លុតតានឹងទៀតថាគាត់មិនមែនជាសត្វចម្លែកទេមានឈ្មោះមានអីត្រឹមទៅហៅឈ្មោះគេមកប្រាប់ថាឈ្មោះ Serena អីអញ្ចឹងណាតានោះគាត់ខ្វល់ Serena អីទេនៅតែហៅសត្វចម្លែកអដែលចំណែកចឹកនេះវិញចូលមកដល់ក្នុងសំពៅពួក Espai ហ្នឹងអីកំពុងតដើរស្រាប់តែលឺសំឡេងមនុស្សនិយាយស្មានតែខ្មោចលងខំតែភ័យការពិតគឺបាប៊ូសាកំពុងតែពួននៅទីនេះអញ្ចឹងដកដាវចេញមកមកកាប់គ្នាបាប៊ូសាក៏និយាយថាចង់មិននឹងគាត់មកដល់កន្លែងនេះមុនណាកំពុងតែនិយាយទៅចាប់ទាញចាប៉ែងមាសនោះមកអញ្ចឹងអាសពើហ្នឹងវាផ្អៀងឆ្វេងផ្អៀងស្ដាំព្រោះសារវានៅលើហ្នឹងអត់មានលំនឹងល្អទេចាប់តែឃើញអាហឹបដែលផ្ទុកពេកហ្នឹងចេញមកអញ្ចឹងក៏ចាប់ផ្ដើមគ្នាទៅវិញទៅមកទៅម្ដងទៅលិចម្ដងទៅកើតអាសពើនេះផ្អៀងទៅនេះផ្អៀងទៅនោះដល់ពេលសម្លាយសម្រួលថាបើសិនជានៅចំណុចកណ្ដាលទៅប្រកាសជាលែងអីហើយដល់ទៅពេលទៅបើកមើលអាកេះហ្នឹងទៅឃើញតែដុំថ្មពីរក្រមពួកគាត់ដឹងថាពួកអេស្ប៉ាញមកដល់ទីនេះមុនគាត់បន្តិចអញ្ចឹងពីរនាក់គាត់ក៏លូតឡើងទៅលើក្រែដេកក្បែរអាខ្មោចទាំងពីរនាក់ទៅដើម្បីមើលផែនទីថាត្រូវទៅណាហើយណាមួយបើហ៊ានទៅកន្លែងផ្សេងក្លាប់សំពើនឹងធ្លាក់បាក់កងាប់ទាំងពីរឥឡូវហ្នឹងហើយអាសាកសមហ្នឹងវាងាប់បាត់ឡើងស្អុយសទៅស្បែកអីអញ្ចឹងហ្នឹងចេះគាត់ទាញផែនទីទៅមើលអានោះវាងាកតាមមើលមុខទៀតបាប៊ូសាក៏ទៅអាចទុកកន្លែងដើមវិញមករឿងឥឡូវហើយទីនេះគឺជាតំបន់មួយដែលគាត់បានឃើញនៅក្នុងផែនទីហ្នឹងហើយឥឡូវនេះកំពុងរៀបចំផែនការដើម្បីទៅលួចយកពេកហ្នឹងមកវិញណានៅពេលដែលជួបគ្នាជាមួយគីបនោះចេះគាត់និយាយថាអូស្មាជាប់គុកបាត់ហើយតាហើយមិនសុកមកលួចផែនទីគាត់អីណានេះផ្ទាត់ក្បាលមួយមើលមកដល់ទីនេះកូនចៅរបស់ Black Beard ខំប្រើវិធីសាស្ត្រស្ទប់បែបយ៉ាងទាំងអស់ហើយក៏នៅតែមច្ឆាហ្នឹងគាត់មិនព្រមហូរទឹកភ្នែកដែរហើយនិយាយថានោះស្ដាប់សំឡេងគ្នារបស់គាត់យំទៅហើយគ្រាន់តែសក់ទឹកភ្នែកឲ្យគាត់មកតំណតែប៉ុណ្ណោះអញ្ចឹងប្រកាសជារួចខ្លួនហើយមច្ឆាហ្នឹងនៅតែមិនព្រមហូរទឹកភ្នែកបែរជាខឹងកាន់តែខ្លាំងជាងមុនទៅទៀតតាហ្នឹងគាត់និយាយរកស៊ីសពបែបយ៉ាងហើយថាបើមិនសិនជាមិនព្រមសក់ទឹកភ្នែកឲ្យគាត់ទេនឹងធ្វើទរណកម្មរហូតដល់តែស្លាប់អីចឹងណាព្រោះសារគាត់អត់មានពេលវេលាច្រើនស្រាប់ចាំទេអញ្ចឹងទៅ Philip ចេញបន្តតាំងជាមួយតាហ្នឹងទៀតហើយថាកុំធ្វើអញ្ចឹងវាល្អអីណានៃអញ្ចឹងទៅណាបន្តទៅទៀតថាដំបងឡើយគាត់គិតថា Black Beard ហ្នឹងគឺជាមនុស្សម្នាក់អាចជួយស្រស់ស្រង់ឡើងវិញបានប៉ុន្តែពេលនេះមើលទៅកាន់តែខុសខើទៅមិនអាចជួយស្រស់ស្រង់បានទេតានោះក៏និយាយថាអីខាងសាសនាអីណានៅតែនៅមួយជាងទៅក៏មិនចេះដឹងរឿងរបស់គាត់នៅតែតវ៉ាខ្លាំងពេកបានមើលទៅដឹងថា Philip នឹងគាត់កំពុងលងស្នេហ៍ជាមួយនឹងមច្ឆានឹងហើយអញ្ចឹងទៅក៏ចាប់ Philip មកគំរាមដើម្បីឲ្យមច្ឆានឹងស្រក់ទឹកភ្នែកនៅតែមិនព្រមហូរទឹកភ្នែកចាក់មកកបិតផ្លាប់ដួលទៅដីងាប់បាត់ចំណែកអាគីបហើយនឹងជាកដេះវិញកំពុងដើរមកកាន់គៀកជំរុំរបស់ពួក Espai នឹងហើយនៅតាមផ្លូវនេះគាត់និយាយថាការឆ្លាញ់គាត់ចំពោះនឹង Angelica នឹងគ្រាន់តែឆ្លាញ់ខ្លាយទេពីអ្នកបាប៊ូសាកំពុងនាំគ្នាហែទឹកមកកាន់តែគៀកជំរុំរបស់ពួកនឹងមែនទែនហើយគាត់នឹងកំពុងដាក់ផែនការចែកគ្នាជាមួយចេះថាត្រូវធ្វើមិនអញ្ចឹងណាហើយណាមួយនឹងខ្លួនរបស់គាត់នឹងមានកែពឹសបើសិនជាដាក់ទៅប្រហែលនាទីទេពួកនឹងប្រកាសជាពលងាប់ជាម្ខាងនេះមកដល់កន្លែងនេះអាធានអេស្ប៉ាញកំពុងជូតកៅជូតងាកទៅបាត់មួយទៅណាដែរអាកៅនឹងខំអោនតងាកមកខាងនេះបាត់មួយទៀតចំខ្មោចលងទៀតអីដល់ពេលងើបមកនេះជើងដាក់ពីក្រួយផាំងស្លាប់ឈឹងយកកៅបានហើយហ្នឹងអត់នាំគ្នារត់ទៅផុតទេមកបករឿងមួយគេទៀតវាយគ្នាឲ្យឡើងផ្អើលពេញហ្នឹងព្រោះអញ្ចឹងទៅបងនេះវាហៅគ្នាវាមកច្រើនទៅដេកវាយមកឈ្នះគេបងនេះចាប់ជាប់ទាំងពីរ Philip ណាវិញមានតន់ស្លាប់ណាដឹងខ្លួនស្ទុះមកដល់ទីនេះកំពុងតែស្រែកខ្សែដោះលែងមច្ឆាហ្នឹងហើយមច្ឆាហ្នឹងគាត់សួរតាហេតុអីបានមកជួយគាត់វិញអញ្ចឹងមិនព្រមរត់ទៅPhilip និយាយថាគាត់ស្រឡាញ់មច្ឆាឬក៏មានតំណែងពិសេសអីអញ្ចឹងណានៅពេលដែលលើបែបហ្នឹងហូរទឹកភ្នែកចលិញលងក៏ដោយឃើញបែបហ្នឹងហើយអត់ចាំយូរទេកូនចៅរបស់ Black Beard មកដល់ទីនេះក្រុងចាប់សកត់យកទឹកភ្នែកហ្នឹងក៏ដោយ Serena នៅពេលដែលឃើញបែបហ្នឹងគាត់អន់ចិត្តខ្លាំងមែនទែនគឺថា Philip ហ្នឹងគឺជាមនុស្សម្នាក់នៅក្នុងចំណោមពួកនឹងមកបោកប្រាស់ខ្លួនយកទឹកភ្នែកហើយ Philip គាត់ខំប្រឹងនិយាយថាគាត់អត់ដឹងរឿងអីទេការដែលគាត់ចង់មកជួយនេះវាគឺជាចិត្តស្មោះរបស់គាត់តាមពិតទៅល្បិចរបស់តា Black Beard គាត់ធ្វើជាចាក់ស្លាប់មើលទៅឲ្យមានប្រសិទ្ធភាពអញ្ចឹងទៅឲ្យ Philip មកជួយកន្លែងនេះទៅធ្វើឲ្យមច្ឆាហ្នឹងគាត់រំជួលចិត្តស្រក់ទឹកភ្នែកលេងលងបាប៊ូសាជាមួយអញ្ចឹងទៅគេចាប់ជាប់ជាមួយដើមដូងសងខាងម្ដាមម្នាក់នេះបាប៊ូសាគាត់លើកជើងមកអញ្ចឹងគាត់ថាអូនៅក្នុងជើងហ្នឹងប្រកាសជាមានដាវហើយមកជួយកាប់ខ្សែមានណាយកស្រាមកផឹកហ្នឹងហើយឲ្យមានដាក់ដាវហ្នឹងមកដាក់ទឹកស្រាអីណាអត់ប្រយោជន៍បណ្ដោយនៅទីនេះបាប៊ូសាគាត់និយាយថា Black Beard ហ្នឹងបានយកសំពៅ Black Pearl របស់គាត់មិនមែនការបាត់ទេណាគ្រាន់តែគេយកចាប់ដាក់ចូលទៅក្នុងដបហើយគាត់ខឹងខ្លាំងមែនទែនកំពុងតែសច្ចាថាធ្វើមិនត្រូវតែស្លាប់តា Black Beard ហ្នឹងឲ្យបានដើម្បីសងសឹកបន្ទាប់ពីនិយាយចប់ហ្នឹងចេកហ្នឹងគាត់ត្បូឡើងទៅដល់ចុងដូងស្រែកខ្សែបានចង់អាផ្លែដូងមួយទៀតកវាត់ទៅមកខាងរួចដល់ពេលអាតាហ៊ានអេស្ប៉ាញហ្នឹងមកលឺស្រែកថាអូអ្នកទោសរត់រួចហើយនាំគ្នាដេញបាញ់ផងដេញចាប់ផងរួចចេកហ្នឹងក៏លូតទៅលូតមកនៅកន្លែងនេះដូច Spider-Man អញ្ចឹងបងនោះរត់តាមចាប់ដេញចុះដេញឡើងចេកក្រុមឲ្យជាប់ដើមដូងទាំងអស់គ្នាទៅរួចមកដល់ទីនេះបាប៊ូសាគាត់ថាទៅលើកនេះក៏ទៅអត់លែងមកវិញហើយអត់ដឹងទេថាពេញមកគូនឹងដៃរបស់គាត់ហើយបាប៊ូសាគាត់ថាឥឡូវពេញនឹងមកគូនឹងដៃចាំទៅ Fountain ទាំងអស់គ្នាទៅហ្មងទៅអញ្ចឹងនៅទីនេះចេះគាត់អត់មានខ្វល់ពីអាពេញនឹងផឹកបដូរជីវិតឬក៏ផ្ទេរជីវិតអីណានៃហ្នឹងទេការដែលនិយាយនេះកំពុងចរចាថាបើសិនជាយកពេញមកគូនឹងឲ្យគាត់ត្រូវឲ្យត្រីនិស័យមកវិញ
ហើយនឹងដាក់លក្ខខណ្ឌអីផ្សេងដូចជាមិនត្រូវធ្វើបាប Angelica អីណាអីចឹងទៅណាប្រហែលអ្នកហ្នឹងតំណើបខ្លាំងមែនទែនយកបានតែពេញប៉ុន្តែមិនដឹងថាប្រភព fountain ហ្នឹងនៅកន្លែងណាទេចឹកក៏ដើរចុះដើរឡើងមកដល់ទីនេះឃើញទឹកហ្នឹងវាហោះបញ្ជាឡើងទៅលើកន្លែងចុះកន្លែងឡើងនោះច្រកចូលនឹងខាងមុខហ្នឹងចូលទៅក្នុងឡានហ្នឹងជ្រៅខ្លាំងមែនទែនមកដល់ទីនេះវាគឺជាច្រកតល់អីតា Blackbeard ហ្នឹងខឹងខ្លាំងមែនទែនបើមកលេងចេកទៀតហើយក៏ប៉ុន្តែចេកគាត់ថាគាត់នាំផ្លូវមិនប្រកាសថាវាត្រូវទេកន្លែងនេះមិនដឹងនៅណានៅណីឥឡូវហ្នឹងហុចពេញមកគូនឹងឲ្យគាត់មកហើយមិនដឹងធ្វើម៉េចទេអាឡេឡយកពេលនឹងគោះចូលគ្នាលឺពើងតា Blackbeard នឹងខឹងលើកកំភ្លើងបាញ់ផងហើយចេកនឹងគាត់យកនឹងរងណាមើលចុះមើលឡើងឃើញពេងនឹងមកជាហៀងមានឈ្មោះមួយអានតាមមកនឹងទៅចាតែមានទឹកហូរពីណាពីណីមកសងខាងនឹងហូរទៅដកនឹងពីដានខាងលើអញ្ចឹងចេកគាត់យកដើរទៅលមើលទៅស្រូបចូលទៅក្នុងនឹងផ្លុកមកដល់ទីនេះវាស្អាតខ្លាំងមែនទែនគឺជាកន្លែងមួយហៅថា Fountain of the Youth ហ្នឹងហើយដើរលេឡាកាច់រៀងផងមកដល់ទីនេះក្បែរអាមាត់ទឹកហ្នឹង Blackbeard គាត់និយាយថាកុំប៉ះពាល់អាទឹកហ្នឹងទុកឲ្យគាត់ជាអ្នកប៉ះមុនគេកុំប្រេះផ្ដាស់ងាកទៅឃើញបាប៊ូសាកំពុងនាំទាហានអង់គ្លេសមកដល់ទីនេះច្រើនខ្លាំងមែនទែន Angelica ក៏សួរថាអាមិនបានធ្វើចឹងនាំពួកហ្នឹងមកទៅអីចេះគាត់និយាយថាហេតុអីមិនគាត់ត្រូវនាំពួកហ្នឹងមកមានផលប្រយោជន៍ដល់ខ្លួនគាត់នៅពេលដែលមកដល់ទីនេះបាប៊ូសានិយាយថាអាទីកន្លែងនេះវាគឺជាមោដកមួយសម្រាប់ស្ដេចរបស់អង់គ្លេសហើយនិងប្រជាជនអង់គ្លេសគាត់ត្រូវតែយកវាទៅឲ្យពួកជាតិសាសន៍អង់គ្លេសហើយណាមួយ Blackbeard គឺជាអ្នកទោសរបស់គាត់ត្រូវតែចាប់ខ្លួនក្នុងពេលនេះភ្លាមទៅចែកគ្នាទៅវិញទៅមកណាហើយណាមួយបាប៊ូសានោះគាត់កំពុងចង់ជំរះមជីនៅទីនេះផង Blackbeard គាត់ដកដាវចេញមកនិយាយថាឯងស្គាល់ដាវមួយនេះដែរអត់ទេបាប៊ូសាគាត់ថាស្គាល់ទៅដាវហ្នឹងមិនតែវាអត់មានប្រសិទ្ធភាពនៅទីនេះទេព្រោះថាសំពៅវាអត់នៅទៅហ្នឹង Blackbeard គាត់និយាយថាអត់មានសំពៅនៅហ្នឹងមែនប៉ុន្តែទោះយ៉ាងណាក៏គាត់នៅតែអាចវាយបានដែរចង់នឹងសាកលោមើលទៅដកដាវងាមកាប់គ្នាហ្នឹងរួចឃើញបែបហ្នឹងចឹកមកនៅទីនេះនិយាយថាអេជប់ខ្ញុំតោះណាកាប់គ្នាមើលទៅអាពីរនាក់ហ្នឹងវាឆ្លោះតែគ្នាវាទេហើយវាមានកំណុំតែពីរនាក់ហ្នឹងរួចហេតុអីបានពួកយើងទៅឆ្លោះគ្នាកាប់គ្នាដោយសារវាដែរឲ្យវាវាយគ្នាតែពីរនាក់ហ្នឹងមួយស្មើយើងចូលចាំមើលទៅនិយាយបានមកផ្លែហើយអូខេហើយដល់ពេលបាប៊ូសាស្រែកកាប់គ្នាវិញអត់ដែរកាប់ចាក់នៅទីនេះមានស្លាប់នឹងរបួសច្រើនណាស់ដែរចំណែក Philip ណែវិញកំពុងឆ្លៀកឱកាសយកកបិតកាត់ខ្សែហ្នឹងណាជាមួយគ្នាហ្នឹងបានកូនក្មេងហ្នឹងទៅជួយតាន់ពេលវេលាហើយណាមួយកន្លែងទៅឃើញអាមួយហ្នឹងកំពុងវាយក្មេងហ្នឹងអញ្ចឹង Philip ស្ទុះទៅជួយទៅអានោះចាក់ម្ដៅចំពោះបដ ாய் ត្រូវធ្ងន់ណាស់ដែរលែងជួយលែងអីប្រូចទឹកក្រៅបាត់ដល់ណាដល់ណីទៅអូនម្ដងព្រៃខាងក្រៅនេះជួបគ្នាជាមួយនឹងមច្ឆាស្រីហ្នឹងហើយអាខ្លួនឯងត្រូវរបួសធ្ងន់ចង់ងាប់ចង់រួយហ្នឹងឆ្លៀតនៅឃើញមួយស្រែខ្សែដោះលែងគេទៅវិញទៀតអាប៉ែនេះមនុស្សគាត់ល្អខ្លាំងមែនតើប៉ុណ្្នឹងហើយនៅគិតពីអ្នកដទៃទៀតហើយសេលីណាហ្នឹងនៅពេលដែលគាត់ដឹងខ្លួនវិញប្រូចចូលទៅក្នុងទឹកបាត់ព្រោះសារខឹងគិតថាប៉ែហ្នឹងបោកប្រាស់ខ្លួនហើយពួកនេះនៅតែបន្តកាប់គ្នាអញ្ចឹងចំណែក Blackbeard នេះវាយចុះវាយឡើងបែងជើងក្រោយមួយបាប៊ូសាដួលខ្ពុកកំពុងតែមានព្រៀបជាមួយគេហើយងាកទៅឃើញមានកងទ័ពអេស្ប៉ាញមកច្រើនខ្លាំងមែនតើអាមួយនោះឃើញកងទ័ពអេស្ប៉ាញមកដល់ទីនេះលើកកងជាតិអង់គ្លេសណានិយាយថានេះគឺជាទឹកដីរបស់អង់គ្លេសព្រោះសារពួកគាត់មកដល់ទីនេះបានមុនតែហ៊ានអេស្ប៉ាញដាក់មកគ្រាប់ប៉ាំងផ្ងាយជើងជងតាមពិតទៅកំពុងវាយគ្នាចុះឡើងដើម្បីដណ្ដើមពេញមកគូហ្នឹងរួចចេកកលេទៅឃើញស្ដេចអេស្ប៉ាញមកដល់ទីនេះហើយហុចពេញមកគូហ្នឹងឲ្យ Angelica វិញនេះយកទៅអត់ដឹងអីទេចំណែកពួកកងទ័ពអេស្ប៉ាញហ្នឹងនៅពេលដែលវាយកពេញហ្នឹងបានមកគូហើយជន់ផាំងតប៉ែតខ្ទេចខ្ទីអស់លេងបោះចូលទៅក្នុងទឹកផ្លុកនិយាយទៅថាទីនេះមិនមែនជាទីសក្ការៈសម្រាប់ផ្ទេឬក៏ដោះដូរជីវិតអីណាណីទេបញ្ជាឲ្យកូនចៅបំផ្លាញកន្លែងហ្នឹងចោលខ្ទេចខ្ទីអស់លេងមូលហេតុដែលថាធ្វើបែបនេះព្រោះសារការគិតរបស់ពួកគាត់ខុសពីជនជាតិអង់គ្លេសអត់ចង់បានអាកម្មវិធីអស់ហ្នឹងទេព្រោះសារពួកគេជឿទៅលើសាសនាមួយទៀតគិតថាពិធីអស់នេះគឺវាអត់ល្អប្រឆាំងជាមួយនឹងច្បាប់ធម្មជាតិអញ្ចឹងត្រូវតែបំផ្លាញចោលអត់ឲ្យវាមានចដាច់ខាតតាម Blackbeard កំពុងតែនិយាយជាមួយនឹងកងទ័ពរបស់ជនជាតិអេស្ប៉ាញហ្នឹងបាប៊ូសាងើបពីក្រោយមកចាក់ម្ដាយឆ្វាច់ហើយវះត្រូវមកកន្លែងទៀតហើយដាវហ្នឹងមានពឹសទៀតឃើញបែបហ្នឹង Angelica អត់ចាំយូរទេខំស្ទុះទៅដកដាវហ្នឹងមកមុតដៃត្រូវពឹសម្នាក់ទៀតហើយចែកនៅពេលដែលគាត់ឃើញបែបហ្នឹងគ្មានស្រែកខាត់តន់ទេខំស្ទុះតកាយមើលអាពេងពីរហ្នឹងណារហយ៉ាងណាក៏នៅតែមិនឃើញដែរក៏ប៉ុន្តែមកស្ទុះមកសេរីណាគាត់បានលើកពេញមកគូនឹងមកយកមកឲ្យហើយនិយាយថាកុំខ្ជះខ្ជាយទឹកភ្នែករបស់គាត់តែការនិយាយនេះកំពុងតែបញ្ជាក់នៃអីមួយយ៉ាងថាគួរគិតមើលទៅអ្នកណាគួរជួយអ្នកណាមិនគួរជួយរៀបចំដាក់អាទឹកដងហ្នឹងហើយជាមួយនឹងទឹកភ្នែករបស់មច្ឆាហ្នឹងដាក់មួយនៅកែវខាងស្ដាំមួយទៀតអត់មានទេនៅកែវខាងឆ្វេងអាហ្នឹងអត់មានទឹកភ្នែកទេណាយកមកដល់ទីនេះនិយាយបោក Blackbeard ចេះមួយចេះពីរចឹងទៅអាតាហ្នឹងគាត់គិតថាកែវខាងស្ដាំហ្នឹងអត់មានទឹកភ្នែករបស់មច្ឆាទេគាត់ក៏ព្រមផឹកអាកែវខាងឆ្វេងនៅពេលដែល Angelica គាត់ផឹកទឹកហ្នឹងហើយវាបានផ្ទេរជីវិតរបស់ខ្លួនទៅឲ្យកូនស្រីរបស់គាត់ទាំងស្រុងអញ្ចឹងក៏មានអាទឹកនោះហូរចេញមកដល់ខាងក្រៅនេះព័ទ្ធជុំវិញគាត់ដូចព្យុះអញ្ចឹងផាត់ដាច់សាច់ដាច់ឈាមចេញអស់លីសតតែឆ្អឹងស្លាប់ភ្លាមងាកមកមើល Philip នេះវិញទោះបីជាមច្ឆាចោលគាត់ក៏ដោយនៅខាងក្រៅនេះមិនអស់សង្ឃឹមទេកំពុងតែលើកទឹកនឹងបាច់ដើម្បីព្យាបាលរបួសណាប៉ុន្តែ Selina នេះមកដល់ទីនេះសួរនាំថាត្រូវរបួសនឹងឈឺអីដែរអត់ទេ Philip គាត់និយាយថាគាត់មិនចង់បានអីពី Selina ទេសំខាន់គឺចង់បានការអភ័យទោសឲ្យគាត់អញ្ចឹងទៅថៃមច្ឆាហ្នឹងគាត់ក៏ព្រមលើកលែងទោសឲ្យ Philipចាប់បឺតមាត់មួយទៅទាញតម្លាក់ចូលទៅក្នុងទឹកបាត់ប៉ុន្តែការដែលទាញតម្លាក់ចូលនេះមិនមែនស្លាប់គាត់ទេមនុស្សប្រុសណាក៏ដោយឲ្យតែបានមច្ឆាស្រីនឹងចាប់ថើបមាត់បែបនេះគាត់នឹងអាចដកដង្ហើមនៅក្នុងទឹកបានដែរ
ក៏ពោពីវាយគ្នាមកប្រើហើយចែកកំពុងជីទូកពីរនាក់ជាមួយនឹង Angelica សង្សាររបស់គាត់និយាយថាស្អប់ចិត្តខ្លាំងណាស់ព្រោះសារទឹកមាត់របស់មច្ឆានឹងមិនព្រមឲ្យគាត់ផឹកបែរជាឲ្យខ្លួនផឹកទៅវិញគាត់សុកចិត្តបូជាជីវិតដើម្បីឪពុករបស់គាត់ម្ដងទីនេះចងដៃស្លាបជឿបោះដួលទៅដីខ្ពស់ហើយក៏ភ្លើងម្ដាមនឹងមានតែមកគ្រាប់ទេទុកឲ្យគិតមើលទៅថាបាញ់ខ្លួនឯងឬក៏យ៉ាងម៉េចកំពុងដើរទៅវិញបដានិយាយបដាលើកឈឺបបាណានៃមកម៉ងសពងក្បាលពីក្រោយចេះក៏ចាប់ជាប់ហើយចង់ទៅរលេះនិយាយទៅផ្សេងទៀតតាមបងសម្លាញ់ហើយអូនសម្លាញ់មកឯណាហើយចេះក៏តទៅវិញតាំងបើសិនជា Angelica គាត់មានបងប្អូនស្រីហើយប្អូនស្រីនឹងគឺជាឆ្កែគាត់សុកចិត្តយកឆ្កែនឹងធ្វើជាសង្សារវិញល្អជាងនិយាយចុះនិយាយឡើងចូលទូកំសត់ទៀតរលេះដើម្បីធ្វើម៉េចកុំឲ្យចេះទុកគាត់ចោលនៅកន្លែងហ្នឹងថាឥឡូវហ្នឹងគាត់មាន baby ជួយគាត់ផងកុំទុកគាត់នៅនឹងតែឯងអត់កើតទេហើយ baby ហ្នឹងគឺជាកូនរបស់ចេះហើយចឹកនោះគាត់និយាយថាមាន baby មានកូនមានអីណានេះអត់ដឹងខ្យល់អីបង Angelica នោះគាត់និយាយថាបងឯងអត់ដឹងមិនពេលស្វឹងយើងមានអីចេះគាត់ថាចេះតែបោកគាត់តែផឹកស្វឹងដល់អត់ដឹងខ្លួនទេឥឡូវហ្នឹងរកវិធីមួយទៀតនិយាយពាក្យផ្អែមបញ្ចូលមនោគមហើយនឹងមនោចេតនាទៅឲ្យចេះណាតាំងកាលពីដើមមកហ្នឹងគាត់ស្រឡាញ់ចេះមួយចេះពីរ I love you so much អីណានេះចឹងទៅមកចាប់ចេះបឺតមកដែរក៏ប៉ុន្តែប៉ែហ្នឹងប្រុចតបាត់អូ Angelica ហ្នឹងខឹងដល់កបាប៊ូសាបន្ទាប់ពីបានដាវមួយនឹងហើយឥឡូវនេះគាត់គ្រប់គ្រងសំពៅរបស់ Blackbeard ហ្នឹងទាំងស្រុងហើយណាមួយសំពៅហ្នឹងមើលទៅខ្លាំងរបស់គេដែរហ្នឹងចំណាយអាគីបជាមួយអញ្ចឹងឯនេះវិញគាត់កំពុងតែគិតវិធីធ្វើម៉េចយកសំពៅ Black Pearl របស់គាត់ហ្នឹងចេញពីក្នុងដបហ្នឹងមកវិញបានកំពុងដើរតាមផ្លូវចែកគ្នាចេះមួយចេះពីរអញ្ចឹងណាហើយឃើញអាមកក្រុងនឹងស្មារបស់គាត់ហ្នឹងមិនមែនរបស់លេងបីលុកដឬក៏សម្រាប់អៀតចៃទេក្នុងហ្នឹងសិតតែសំពៅដែល Blackbeard គាត់បានយកទៅដាក់ចូលទៅក្នុងដបហ្នឹងគីបគាត់ប្រមូលយកមកឲ្យទាំងអស់ទុកខ្លាចថ្ងៃក្រោយ Black Pearl របស់គាត់ហ្នឹងលិចគាត់យកអានេះផ្សេងទៀតមកទុកប្រើអញ្ចឹងសាច់រឿង Jack Sparrow ភាគទី4ចប់ត្រឹមនេះហើយអ្នកទាំងអស់គ្នាសូមប្រកាសឈ្មោះអ្នកដែលបានគាំទ្រដល់ admin ដែលគាត់មានឈ្មោះថា Phon Bonnerin support admin $3គាត់ក៏តែងតែ support ដល់ admin ញឹកញាប់ដែរ admin សូមអរគុណមែនទែនដល់អ្នកទាំងអស់គ្នាដែលតែងតែឆ្លាញ់និងគាំទ្រ channel របស់ admin សូមជូនពរអ្នកទាំងអស់គ្នាសុខភាពល្អនិងអាយុវែងចាំជួបគ្នាជាមួយ admin វីដេអូក្រោយបាយបាយ